វ៉ាក់សាំងការពារមហារីកឈ្មោះ Enteromic របស់រុស្ស៊ីបង្ហាញប្រសិទ្ធភាព 100% ក្នុងការសាកល្បងលើកដំបូងវ៉ាក់សាំងការពារមហារីករបស់ប្រទេសរុស្ស៊ី Enteromic សម្រេចបាននូវប្រសិទ្ធភាពនិងសុវត្ថិភាព 100% ក្នុងការសាកល្បងព្យាបាលដំបូងដែលផ្ដោតលើជំងឺមហារីកពោះវៀនធំនៅក្នុងរបបកំហាញមួយដែលបង្ហាញជាសញ្ញានៃក្តីសង្ឃឹមប្រទេសរុស្ស៊ីបានប្រកាសថាវ៉ាក់សាំងការពារមហារីករបស់ខ្លួនឈ្មោះ Enteromic បានបង្ហាញប្រសិទ្ធភាពនិងសុវត្ថិភាព 100% ក្នុងការសាកល្បងដំបូងរបស់មនុស្សដំណឹងនេះបានបង្ហាញពីប្រសិទ្ធភាពដ៏គួរឲ្យកត់សម្គាល់របស់វ៉ាក់សាំងអ្នកជំងឺបានជួបប្រទះនឹងការរួមតូចនៃដុំសាច់និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA ដូចគ្នាទៅនឹងវ៉ាក់សាំង COVID-19 ដែរEnteromic ត្រូវបានរចនាឡើងដើម្បីបណ្ដុះបណ្ដាលប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងលុបបំបាត់កោសិកាមហារីកដែលជាជម្រើសដ៏ឆ្លាតវៃនិងមានសុវត្ថិភាពជាងមុនចំពោះការព្យាបាលបែបបុរាណដូចជាការព្យាបាលដោយប្រើគីមីការព្យាបាលសាកល្បងនេះគឺមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺមហារីកពោះវៀនធំនីមួយៗដោយផ្ដល់ជូននូវការព្យាបាលដោយភាពស៊ាំផ្ទាល់ខ្លួនដែលតម្រូវតាមទម្រង់ដុំសាច់របស់បុគ្គលម្នាក់ៗការសាកល្បងនេះពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តចំនួន48នាក់ហើយត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិវិទ្យាកម្មស្រាវជ្រាវវេជ្ជសាស្ត្រជាតិរបស់រុស្ស៊ីដោយសហការជាមួយវិទ្យាស្ថាន Engelhardt នៃជីវវិទ្យាម៉ូលេគុលសេចក្តីប្រកាសដែលបានធ្វើឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិវិថីភេទថាពើឆ្នាំ2025បានដាក់បញ្ចូលវ៉ាក់សាំងមហារីកនេះថាជាកម្មវិធីផ្លាស់ប្ដូរហ្គេមដែលមានសក្តានុពលក្នុងផ្នែកមហារីកដែលឈានទៅដល់ការអនុម័តដោយក្រសួងសុខាភិបាលរបស់រុស្ស៊ីកម្មវិធីជំងឺមហារីកសកលកំពុងមើលដោយយកចិត្តទុកដាក់ប្រសិនបើលទ្ធផលទាំងនេះត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសាកល្បងធំជាងនិងតឹងរឹងនោះ Enteromic អាចប្រាប់ពីយុគសម័យថ្មីការព្យាបាលជំងឺមហារីកតាមលក្ខណៈបុគ្គលប្រសិទ្ធភាពនិងផលប៉ះពាល់ពន្លឺសម្រាប់អ្នកជំងឺជនជាតិឥណ្ឌាដែលភាគច្រើនប្រឈមមុខនឹងជំងឺមហារីកខ្ពស់និងលទ្ធភាពទទួលបានការថែទាំមិនទៀងទាត់នោះភាពជឿនលឿននៃការស្រាវជ្រាវនេះអាចជាមធ្យោបាយដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងការផ្ដល់ការអនុញ្ញាតពីបទបញ្ញត្តិនិងងាយស្រួលក្នុងការទទួលយករបៀបដែល Enteromic ត្រូវបានបង្កើតឡើងEnteromic កើតចេញពីការស្រាវជ្រាវសម្របសម្រួលជាច្រើនឆ្នាំដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិវិទ្យាកម្មជាតិនៃប្រទេសរុស្ស៊ីនិងវិទ្យាស្ថាន Engelhardt នៃជីវវិទ្យាម៉ូលេគុលវ៉ាក់សាំងនេះប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលស្រដៀងទៅនឹងទម្រង់ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍវ៉ាក់សាំង COVID-19 យ៉ាងឆាប់រហ័សដើម្បីបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំផ្ទាល់ខ្លួនប្រឆាំងនឹងកោសិកាមហារីកលក្ខណៈផ្ទាល់របស់ Enteromic មានន័យថាកម្រិតថ្នាំនីមួយៗត្រូវបានកែសម្រួលទៅតាមសែននៃដុំសាច់របស់បុគ្គលដែលជាវិធីសាស្ត្រជំរុញដោយជីវមាត្រដែលជួយដោះស្រាយការផ្លាស់ប្ដូរទម្រង់ដ៏ទំនើបកត្តាដែលកំណត់វាជាផ្នែកមួយនៃវ៉ាក់សាំងមហារីកមិនដូចឆ្នាំបង្ការជំងឺមហារីកធម្មតាដែលជារឿយៗអនុវត្តតាមយុទ្ធសាស្ត្រទំហំមួយសមរម្ភាគច្រើននិងមានប្រសិទ្ធភាពជាប្រវត្តិសាស្ត្រនោះEnteromic នាំមកនូវការច្នៃប្រឌិតសំខាន់ចំនួន2ទី1ការរចនាផ្ទាល់ខ្លួនទាំងស្រុងវ៉ាក់សាំងនីមួយៗត្រូវបានបង្កើតឡើងដោយផ្អែកលើសែននៃដុំសាច់របស់បុគ្គលធ្វើឲ្យប្រសើរឡើងនូវភាពជាក់លាក់គោលដៅនិងការចូលរួមនៃប្រព័ន្ធភាពស៊ាំទី2ទម្រង់ mRNA នេះអនុញ្ញាតឲ្យមានការអភិវឌ្ឍនិងការធ្វើមាត្រដ្ឋានយ៉ាងឆាប់រហ័សដែលការខិតខំប្រឹងប្រែងជាច្រើនទស្សវត្សរ៍ក្នុងការចាក់វ៉ាក់សាំងមហារីកបានខ្វះខាតវិធីសាស្ត្រដែលមានមូលដ្ឋានលើ mRNA ក៏អាចប្រែប្រួលសម្រាប់ជំងឺមហារីកផ្សេងបានយ៉ាងឆាប់រហ័សផងដែរការរួមបញ្ចូលគ្នានៃការកំណត់ផ្ទាល់ខ្លួននិងភាពរហ័សរហួននេះបានដាក់ឲ្យ Enteromic នៅព្រំដែននៃវ៉ាក់សាំងព្យាបាលដែលអាចយកឈ្នះលើបញ្ហាប្រឈមដែលមានយូរមកហើយនៅក្នុងភាពស៊ាំជំងឺមហារីកផលប៉ះពាល់សម្រាប់អ្នកជំងឺសកលនិងឥណ្ឌាប្រសិនបើ Enteromic ទទួលបានការយល់ព្រមពីច្បាប់និងសុពលភាពកាន់តែទូលំទូលាយផលប៉ះពាល់របស់វាគឺមានភាពធំធេងណាស់ទី1សម្រាប់អ្នកជំងឺជាសាកលការផ្លាស់ប្ដូរពីការព្យាបាលដ៏ទូលំទូលាយនិងតឹងរ៉ឹងទៅជាការព្យាបាលដោយប្រើប្រព័ន្ធការពាររាងកាយដែលមានសុវត្ថិភាពជាងមុនអាចកាត់បន្ថយផលប៉ះពាល់និងធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើងទី2សម្រាប់ប្រទេសឥណ្ឌាជាមួយនឹងជំងឺមហារីកពោះវៀនធំនិងមហារីកមាត់ស្បូនក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់ដោយសារជំងឺមហារីកនៅទីនេះ
ការទទួលបានវ៉ាក់សាំងការពារមហារីកផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាពអាចផ្លាស់ប្តូរការថែទាំប្រសិនបើការចំណាយហេដ្ឋារចនាសម្ព័ន្ធនិងមានការគាំទ្រផ្នែកច្បាប់ទោះយ៉ាងណាក៏ដោយការប្រុងប្រយ័ត្ននៅតែសំខាន់ភាពជោគជ័យនៃការសាកល្បងដំបូងមិនធានានូវប្រសិទ្ធភាពរយៈពេលវែងឬលទ្ធភាពទូទៅនោះទេហើយបញ្ហាប្រឈមផ្នែកដឹកជញ្ជូនជុំវិញការផលិតនិងការចែកចាយវ៉ាក់សាំង mRNA ផ្ទាល់ខ្លួនដូចជាការផ្ទុកខ្សែសង្វាក់ត្រជាក់ទម្រង់ហ្សែនត្រូវតែដោះស្រាយកិច្ចសហការរវាងនីតិកោប្រព័ន្ធថែទាំសុខភាពនិងមជ្ឈមណ្ឌលច្នៃប្រឌិតនឹងកំណត់ថាតើ Enteromic នៅតែជាការសន្យាឬក្លាយជាស្តង់ដារនៃការថែទាំសកលអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe Like និងចែករំលែកដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណ